នេះគឺជារឿងរ៉ាវដែលបានដកស្រង់ចេញមកពីគម្ពីរនៅក្នុងពូរណាទីក្រុងពូរណាបានផ្ទុកនៅរឿងរ៉ាវជាច្រើននៅក្នុងប្រទេសឥណ្ឌាអស់រយៈកាលជាយូរណាស់មកហើយក៏ជារឿងដែលពាក់ព័ន្ធជាមួយនឹងព្រះពុទ្ធជាមហាវីរបុរសដ៏អស្ចារ្យម្នាក់ដែលបានកើតឡើងនៅលើទឹកដីឥណ្ឌានៅក្នុងត្រាតាយូហ្គាព្រះរាមបានចាប់បដិសន្ធិជាវីរបុរសព្រះអង្គបានបង្កើតនូវភាពអស្ចារ្យក្នុងសង្គមនៅក្នុងនគរឌីវបាយូហ្គាព្រះគ្រីស្ទណាក៏បានបញ្ជូនដល់ព្រះរាជបុត្រដែលមានភារកិច្ចជាជីតាហើយស្រឡាញ់ភាពយុត្តិធម៌នៅលើពិភពលោកពេលវេលាបានកន្លងផុតទៅគ្រោះមហន្តរាយនៃកាលអស់កັບបានឆេះរលាយអស់គ្មានសល់មិនមានអ្វីដែលនៅសេសសល់បន្តទៀតឡើយផែនដីក៏បានរលាយអស់មានតែកំទេចភ្លើងមនុស្សនៅលើពិភពលោកមិនមានសេសសល់អ្វីសូម្បីតែសត្វធំតូចមនុស្សនៅលើលោកត្រូវបានរលាយបាត់សូន្យអស់គឺមានតែភាពងងឹតសូន្យឈឹងដើម្បីបំភ្លឺនូវភាពងងឹតនេះមានមហាវីរបុរសម្នាក់បានកើតឡើងមហាបុរសនោះដែលគេហៅថាព្រះពុទ្ធអស់កាលជាយូរលង់ណាស់មកហើយបន្ទាប់ពីអស់កັບនៃនគរមហាភារតាប្រទេសឥណ្ឌាក៏បានចាប់កំណើតសាជាថ្មីគ្រប់បណ្ដាតំបន់ទាំងអស់ហើយចាប់តាំងពីពេលនោះមកគឺបាន2500ឆ្នាំកន្លងទៅហើយនៅក្នុងភូមិភាគឥណ្ឌាឦសាននៅក្បែរទីក្រុងម៉ាហ្កានិងវេសាលីដែលជាកន្លែងកំណើតសាសនាត្រូវបានគេហៅថានគរកបិលភ័ក្រឬជាកន្លែងកំណើតនៃព្រះរាជវង្សសក្កិយាទីកន្លែងរបស់ព្រះរាជាសិទ្ធត្ថនៈកុបាញ់នៅតែដូចជាមានដំណឹងល្អណាស់មែនហើយឡាស៊ីកាដូច្នេះហើយទើបគេវាយអាកែងएक ओर से आए राजा दूजी ओर से पांडव भी युद्ध हुआ रण में घमासान अंत में जीते जो थे वीरព្រះនាងខ្ញុំបានឯងទៅយកស្គាល់នោះអីឡាស៊ីកាមានដំណឹងល្អណាស់ព្រះនាងព្រះសិទ្ធត្ថនៈយាមកដល់ហើយបានទទួលជោគជ័យត្រឡប់មកព្រះនគរកបិលភៈវិញហើយព្រះមេម្ចាស់ព្រះជាម្ចាស់ប្រទានដល់ខ្ញុំម្ចាស់ហើយដំណឹងនេះមានថ្វាយដល់ព្រះមហាទេវីជាតិទេមិនទាន់ទេព្រះមេម្ចាស់ទ្រង់មិននៅក្នុងដំណាក់ទេមិនអីទេតែរៀបចំចែកដល់អ្នកក្រីក្រទេខ្ញុំនឹងផ្ដល់ដំណឹងនេះទៅឲ្យម្ចាស់បងដឹងដោយខ្លួនឯងក្មួយផ្សេងទៀតនៅណាទៅក្មួយណាម្នាក់ទៀតមានតែទូលបង្គំម្នាក់គាត់ដែលនៅទីនេះនោះម្ចាស់មីងប្រហែលជាស្វាងភ្នែកទេដឹងទូលបង្គំអានទៅហើយនៅតែទៅណាទៅព្រះមេដារបស់ទូលបង្គំសន្យាជាមួយម្ចាស់មីងហើយមែនទេកាប់តើទៅបង្គំដាច់ហើយឆាប់និយាយទៅគឺម្ចាស់មីងឲ្យក្មួយនិយាយឥឡូវនេះនិយាយមកឆាប់និយាយទៅអត់ប្រណែតទេព្រះមេត្តាព្រះមេដាព្រះមេដា
ចាស់បងហេតុអីម្ចាស់បងមិនទៅទេហេតុអីម្ចាស់អីបានជាខ្ញុំត្រូវទៅបានទទួលដំណឹងជ័យជំនះដែរទេពេលនេះយើងបានទទួលជ័យជំនះហើយព្រះអង្គបានជាត្រឡប់មកវិញជាមួយនឹងជ័យជំនះវិញនគរកបិលភ័ស្ត្រត្រូវតែមានសេរីភាពហើយប្រជាបាទីនេះជាដំណឹងល្អណាស់រៀបចំពិធីដើម្បីស្វាគមន៍ព្រះអង្គទៅនៅពេលដែលព្រះអង្គយាងមកវិញត្រូវបម្រើព្រះអង្គឲ្យបានល្អណាស់ដូច្នេះធ្វើឲ្យព្រះអង្គសប្បាយប្រតិនៅពេលដែលមកពីសមរភូមិម្ចាស់បងវិញនោះសេចក្តីសុខនៅក្នុងឱកាសនោះខ្ញុំមិនចង់ឲ្យពួកស្រីឃើញខ្ញុំនោះទេម្ចាស់បងខ្ញុំឈឺចាប់ខ្លាំងណាស់ដែលគេគិតថាខ្ញុំជាស្រីគ្មានកូនព្រះរាជាយាងមកវិញពិតជាអាក់អន់ប្រទៃខ្ញុំមិនចង់ធ្វើឲ្យព្រះអង្គ